មានដើមចេកមួយដើមអុកក្មេកអួតគេពេញភូមិកូនភាសាគាត់មានស្លឹកចេកធ្វើនំបានច្រើនមុខមែនតែនហើយឆ្ងាញ់ទៀតអញ្ចឹងថ្ងៃនេះកុំឲ្យអុកក្មេកខកចិត្តក៏វិចនំលពៅឲ្យយាយចិត្តផ្ទះបានពិសាម្ដងដោយសារតែលោកយាយគាត់ទៅសារឲ្យនំកូនខ្ញុំខ្លាំងមែនតែនថ្ងៃមុនហ្នឹងគាត់ឃើញខ្ញុំកាត់ស្លឹកចេកគាត់ក៏សុំហិតបន្តិចសួរថាមានក្លិនអីអត់អញ្ចឹងណាគាត់ថាអត់មានក្លិនអីទេអញ្ចឹងថ្ងៃនេះខ្ញុំក៏វិចនំលពៅយកទៅឲ្យគាត់ពិសាលពៅអុកក្មេកខ្ញុំឲ្យមួយអញ្ចេះទុកយូរថ្ងៃដែរតែវានៅល្អលពៅទុកបានយូរមែនតែនហើយសាច់គេលឿងល្អោកហ្មងហើយមកធ្វើនំលពៅនេះក៏ឆ្ងាញ់ដែរនំលពៅស្មានតែពិបាកធ្វើការពិតស្រួលធ្វើឯងហើយរសជាតិរបស់គេក៏ឆ្ងាញ់ដែរខ្ញុំមានលពៅមួយផ្លែស្គៀលគ្រាប់វាចិត្តសបកវាស្អាតហើយបានយើងយកវាទៅឈូសបើខ្ញុំកាលនៅពីក្មេងអ៊ំពូមីងគ្រាប់លពៅខ្ញុំចូលចិត្តយកវាទៅហាលហើយយកវាមកលីងដាក់ទឹកអំបិលហើយញ៉ាំលេងឆ្ងាញ់មែនតើលពៅខ្ញុំឈូសវាទៅសៃបែបនេះហើយនិយាយទៅពេលដែលឈូសហើយយើងយកវាទៅលាយជាមួយនឹងម្សៅខ្ញុំប្រើម្សៅអង្ករខ្សាយឃើញបងប្អូនខ្លះគាត់ប្រើម្សៅអង្ករត្នោតម្សៅអង្ករខ្សាយលាយគ្នាហើយនេះខ្ញុំដាក់ម្សៅអង្ករខ្សាយហើយខ្ញុំដាក់ម្សៅឆាពីសព្រាញអត់មានម្សៅអង្ករត្នោតហើយខ្ញុំថែមអំបិលមួយចាប់ហើយបន្ទាប់មកខ្ញុំដាក់ស្ករសខ្ញុំដាក់ប្រហែលជា2ខាំកន្លះដែរខ្ញុំកូរសវល់វាឲ្យសប់ចូលគ្នាហើយបាទខ្ញុំដាក់ខ្ទិះដូងខ្ញុំប្រើមកកំប៉ុងខ្ញុំលាយគ្រឿងប្រមាណមុខនឹងចូលគ្នាកូរឲ្យវារៀងបែកម្សៅសប់ហើយបាទខ្ញុំដាក់ដូងហើយនឹងល្ពៅចូលតាមក្រោយដល់ពេលទៅខ្ញុំដាក់សរសៃដូងដែរអ៊ំពូមីងមិនរសជាតិរបស់វាពេលដែលខាំទៅសុបជ្រប់ឆ្ងាញ់ខ្លាំងមែនតើខ្ញុំលាយម្សៅម៉ត់ប៉ុណ្ណឹងហើយខ្ញុំក៏ដាក់ល្ពៅចូលបន្ទាប់ពីយើងដាក់ល្ពៅយើងសវល់ចូលគ្នាឲ្យសប់និយាយទៅនៅពេលលេសវល់អញ្ចឹងយើងគិតថាល្ពៅឬមួយក៏ដូងហ្នឹងវារៀងច្រើនទៅពេលយើងមកហុយទៅវាអត់សូវច្រើនហ្មងទេគឺថាមកល្មមមកហើយខ្ញុំដាក់ស្ករហ្នឹងខ្ញុំភ្លុកដែរអញ្ចឹងណាយើងលិតមើលតិចទៅបើសិនជាវាផ្អែមខ្លាំងពេកយើងដាក់ល្ពៅឬមួយដាក់ម្សៅអីថែមអញ្ចឹងទៅតែនេះអត់ទេមកល្មមម្សៅដែលខ្ញុំលាយនេះផ្អែមតិចល្មមឆ្ងាញ់ព្រោះផ្អែមវាចេញមកពីល្ពៅដែរអញ្ចឹងលាយម្សៅហើយខ្ញុំមកកាត់ស្លឹកចេកខ្ញុំមានតែមួយដើមហ្នឹងទេតែដុះកូនអត់ 4-5 ដើមអីទៀតហើយមួយដើមហ្នឹងបងប្អូនអើយធ្វើនំបាននំសំជ្រូកសំចេកសំខ្នោអីអូយធ្វើបានពេញហ្នឹងហ្មងណាហើយថ្ងៃនេះមកវិចនំជាមួយនំល្ពៅទៀតស្លឹកចេកខ្ញុំជ្រៀកវាប៉ិននេះដើម្បីឲ្យប៉ិនគ្នាអញ្ចឹងណាបន្ទាប់មកយើងជូតហើយបានយើងយកវាទៅវិចនិយាយទៅធ្វើតែមួយផ្លែទេវិចមិនដល់10នាទីហើយនំប៉ុណ្ណឹងលឿនមែនតែនតែខ្ញុំវិចលើកទី1បងប្អូនចាមើលទៅស្អាតអត់និយាយពីថាអូយដូចវិចនំត្នោតនៅស្រុកខ្មែរអញ្ចឹងពេលវិចអញ្ចឹងខ្ញុំនឹកឃើញវិចនំត្នោតបងប្អូនចានិយាយទៅខ្ញុំវិចបែបហ្នឹងរហូតទៅដល់អស់នំនេះបានជាង10ដែរឲ្យអុកក្មេកផងឲ្យលោកយាយផងហើយនឹងទុកញ៉ាំខ្លួនឯងដែរពេលហើយខ្ញុំយកវាទៅដាក់ចំហុយខ្ញុំចំហុយវាប្រហែលជា40ទៅ50នាទីដែរអញ្ចឹងណាខ្ញុំខ្លាចឆៅឥឡូវនេះនំរបស់យើងក៏បានឆ្អិនរួចរាល់ហើយអរគុណច្រើនអ៊ំពូមីងដែលឆ្លាញ់តាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សម្រាប់បងប្អូនអត់ទាន់ចុច Subscribe ទេជួយចុច Subscribe Channel YouTube របស់ខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីហើយនេះលទ្ធផលដែលនំនៃខ្ញុំវិចបងប្អូនចាគឺថាឆ្ងាញ់មែន